បាទមុននឹងចូលទៅដល់ខ្សែរឿងរបស់យើងបើសិនបាទអ្នកទាំងអស់គ្នាស្ដាប់ទៅពេញចិត្តនឹងការសម្រាយរបស់មានអីហ្នឹងកុំភ្លេចជួយចុច Subscribe ឬក៏ចុច Like ឲ្យ admin ម្នាក់មួយផងណាព្រោះថាវាពិតជាជួយលើកទឹកចិត្តមកដល់ admin ខ្លាំងមែនតើម្យ៉ាងវិញទៀតបើសិនបាទអ្នកទាំងអស់គ្នាមិនប្រកាន់អីនោះក៏អាចចូលទៅកាន់ Telegram របស់ admin បានដែលជា channel សម្រាប់ក្នុងការបញ្ជូនដំណឹងគឺមិនមានការបង់លុយអ្វីនោះទេអ្នកទាំងអស់គ្នាគឺអាចចូលបានដែល link គឺនៅខាងក្រោមវីដេអូហ្នឹងឯងគឺគ្នាយើងអាចចូលបានអរគុណច្រើនចូលទៅដល់ខ្សែរឿងរបស់យើងអញ្ចឹងនៅភាគមុនគឺយើងបានដឹងហើយថាខ្សែរឿងគឺគេបានរៀបរាប់ប្រាប់យើងក្នុងរយៈពេលកន្លងមកអស់រយៈពេលជាច្រើនសករាជមនុស្សដែលលហ្វុងបានស្គាល់ហើយនឹងមានតំណែងជាមួយនឹងលហ្វុងជាច្រើនពួកគេក៏បានអាប់ដេតអំពីកម្រិតរបស់ពួកគេដែលបានឈានទៅដល់កម្រិតណាដែរដូច្នេះបន្តមកកាន់ខ្សែរឿងថ្ងៃនេះនៅក្នុងសករាជទី 53000 កូនប្រុសរបស់លហ្វុងគឺលហៃទីបំផុតគេក៏បានឈានមកដល់កម្រិតអ្នកប្រយុទ្ធដែរគេគឺជាអ្នកប្រយុទ្ធទី3នៃគ្រួសារលហើយអញ្ចឹងមានន័យថាគ្រួសារលគឺមានអ្នកប្រយុទ្ធមុនលហៃនឹងទៅទៀតអញ្ចឹងបានថាលហៃមិនសូវជាមានទេពកោសល្យដូចជាលហ្វុងអីនោះទេនិយាយទៅលហ្វុងគាត់គឺមានកូនចំនួន2នាក់ក៏ប៉ុន្តែលភីងគឺមិនសូវជាមានការចាប់អារម្មណ៍ទៅលើមាគ៌ានៃការហ្វឹកហាត់ប្រមាណនោះទេដោយគាត់គឺផ្ដោតទៅលើប្រហែលជាផ្នែកជំនួញដូចជាម្ដាយរបស់គាត់តែយ៉ាងណាក៏ដោយផ្អែកទៅលើជំនួយពីខាងក្រៅក៏ដូចជាកណប់ទ្រាំលភីងក៏អាចคล้ายទៅជាកម្រិតអមតៈបានដែរចំពោះលហៃវិញគឺគេពិតជាផ្ដោតទៅលើការហ្វឹកហាត់មែនទែនគេខិតខំប្រឹងប្រែងឡើងអស់ពីសមត្ថភាពក៏ប៉ុន្តែគេក៏បានជួបប្រទះឧបសគ្គជាច្រើននៅលើផ្លូវនៃការហ្វឹកហាត់របស់គេយ៉ាងណាមិញឪពុករបស់គេគឺជាមហាអំណាចដ៏កំពូលម្នាក់ថែមទាំងជាអ្នកល្បីល្បាញឈ្មោះទៀតបើទោះបីជាលហ្វុងមិនសូវជាបានផ្ដល់ជំនួយដោយចៃដន្យឲ្យក៏ដោយក៏ប៉ុន្តែនៅតែមានអ្នកមួយចំនួនដែលព្យាយាមជួយទៅកាន់លហៃអញ្ចឹងណាដើម្បីផ្គប់ចិត្តលហ្វុងឬក៏លក្ខណៈថាចង់ទទួលបាននៅការពេញចិត្តពីលហ្វុងនឹងឯងដូច្នេះលហៃក៏បានស៊ូទ្រាំនិងប្រឹងប្រែងហ្វឹកហាត់រហូតឈានមកដល់កម្រិតអ្នកប្រយុទ្ធហើយបើទោះបីជាគេអាចឈានទៅដល់កម្រិតអ្នកប្រយុទ្ធក៏ដោយទេពកោសល្យរបស់គេនឹងមិនអស្ចារ្យដូចជាលហ្វុងនោះទេលហ្វុងក៏បាននិយាយផងដែរថាបើទោះបីជាមានជំនួយពីភាគីជាច្រើនផ្សេងទៀតក៏ដោយការហ្វឹកហាត់ខ្លាយទៅជាកម្រិតអ្នកប្រយុទ្ធនឹងអាចនិយាយបានថាជាចំណុចដែនកំណត់របស់លហៃទៅហើយបើលហៃចង់ឈានទៅដល់កម្រិតម្ចាស់សកលនឹងប្រហែលជាត្រូវការនៅអភូតហេតុកើតឡើងមួយហើយអស់រយៈពេលជាយូរមកនេះប្រជាជននៃគ្រួសារលនឹងគឺបានកើនឡើងក្នុងអត្រាមួយដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែនព្រោះថាជាធម្មតានោះទេរយៈពេលនឹងក៏បានកន្លងផុតទៅអស់រយៈពេលជាយូរដែរអញ្ចឹងហើយសមាជិកគ្រួសារលគឺមានចំនួនច្រើនដែរប៉ុណ្ណេះថែមទាំងមានអ្នកដែលមានទេពកោសល្យមួយចំនួនដែលបានឈានទៅដល់កម្រិតអ្នកប្រយុទ្ធនៅមុនលហៃទៅទៀតប៉ុន្តែបើឲ្យគេរាប់ថាជាទេពកោសល្យហ្នឹងវាមិនមាននោះទេគ្មាននរណាគេមានទេពកោសល្យអីដែលគួរឲ្យចាប់អារម្មណ៍នោះទេហើយក្នុងចក្ខុវិស័យរបស់លហ្វុងគាត់មើលឃើញថាចំពោះអ្នកដែលឈានទៅដល់កម្រិតអ្នកប្រយុទ្ធហ្នឹងនៅក្នុងគ្រួសារលហ្នឹងគាត់គិតថាសក្តានុពលរបស់ពួកគេហ្នឹងឈានទៅដល់កម្រិតអ្នកប្រយុទ្ធហ្នឹងវាជាដែនកំណត់របស់ពួកគេទៅហើយនេះកុំតែទទួលបាននៅការណែនាំពីអរិយធម៌បុរាណទៀតបើមិនមានអរិយធម៌បុរាណមិនដឹងប្រើរយៈពេលប្រមាណលានសម័យកាលនោះទេទើបអាចឈានមកដល់កម្រិតអ្នកប្រយុទ្ធនោះទីបំផុតនៅសករាជទី91000ទេពកោសល្យដ៏អស្ចារ្យម្នាក់ក៏បានបង្ហាញខ្លួនឡើងនៅក្នុងគ្រួសារលនាងគឺជាសមាជិកនៃគ្រួសារលនឹងឯងមានឈ្មោះថាលចិននីនាងគឺជាអ្នកដែលមានទេពកោសល្យដ៏អស្ចារ្យម្នាក់ដើមឡើយនាងមិនមានឋានៈខ្ពស់អីនោះទេនៅក្នុងគ្រួសារលប៉ុន្តែនាងគឺរស់នៅលើភពដាច់ស្រយាលមួយក៏ប៉ុន្តែក្រោយពីនាងមានការរីកចម្រើនយ៉ាងលឿនគួរឲ្យកត់សម្គាល់បន្ទាប់មកក៏តាក់ទាញចំណាប់អារម្មណ៍របស់លហ្វុងក៏បានធ្វើការសាកល្បងនាងដោយផ្ទាល់តែម្ដងជាលទ្ធផលគាត់ក៏ដឹងថាលចិននីគឺពិតជាទេពកោសល្យម្នាក់ដែលបានបំពេញទៅតាមការរំពឹងទុករបស់លហ្វុងហើយលហ្វុងក៏បានទទួលលចិននីធ្វើជាសិស្សរបស់គាត់ភ្លាមតែម្ដងនេះគឺជាសិស្សផ្លូវការដំបូងបំផុតរបស់លហ្វុងបច្ចុប្បន្នហ្នឹងគឺមានម្ចាស់សកលជាច្រើននៅក្នុងអំបុំមនុស្សគឺព្យាយាមបញ្ចុះបញ្ចូលឲ្យលហ្វុងហ្នឹងទទួលយកសិស្សទៅសូម្បីតែគ្រូរបស់គាត់ម្ចាស់ក្រុងហ្នឹងក៏ចង់ឲ្យលហ្វុងទទួលយកសិស្សដែរប៉ុន្តែយ៉ាងណាមិញលហ្វុងគាត់គឺមានមធ្យោបាយរបស់គាត់ហើយណាមួយគាត់ក៏មិនមានចំណាប់អារម្មណ៍នៅក្នុងការបង្រៀនសិស្សអ្វីនោះទេដោយសារតែគាត់គិតថាកំណើតនៃទេពកោសល្យម្នាក់គឺពិតជាមិនងាយនឹងរកឃើញនោះទេនេះហើយជាមូលហេតុដែលលហ្វុងអូបឡាយពេលវេលាយ៉ាងយូរមិនទទួលបានសិស្សតទៅសោះហើយលើកនេះហើយដែលលហ្វុងសម្រេចចិត្តថាទទួលយកលចិននីធ្វើជាសិស្សទី1របស់គាត់ព្រោះថាតម្រូវការសម្រាប់មនុស្សម្នាក់ដែលគាត់ទទួលយកធ្វើជាសិស្សហ្នឹងគឺវាមានតម្រូវការខ្ពស់ដោយសូម្បីតែកូនប្រុសបង្កើតរបស់គាត់ទាំងពីរហ្នឹងក៏លហ្វុងមិនបានយកធ្វើជាសិស្សផងនេះក៏បានបង្ហាញថាលក្ខខណ្ឌនៃការទាមទាររបស់លហ្វុងហ្នឹងគឺពិតជាខ្ពស់ខ្លាំងណានៅក្នុងសករាជទី91200ទីបំផុតលចិននីក៏បានក្លាយទៅជាកម្រិតអ្នកប្រយុទ្ធលហ្វុងគឺបានបង្វឹកនាងដោយមានលក្ខខណ្ឌតឹងរឹងជាពិសេសជាមួយនឹងគោលការណ៍ផ្ទាល់ខ្លួនរបស់គាត់ដូច្នេះមិនយូរប្រហែលនោះទេលចិននីក៏បានទម្លាយចូលមកកាន់កម្រិតអ្នកប្រយុទ្ធនោះឯងនៅក្នុងសករាជទី330,000នៅក្នុងអំបូរមនុស្សទឹកដីនៃអំបូរកុកកាលពីមុនទេពកោសល្យមនុស្សដ៏អស្ចារ្យម្នាក់មានឈ្មោះថាហរឆុងវត្តមានរបស់គេនឹងក៏បានធ្វើឲ្យមានការចាប់អារម្មណ៍ចំពោះលហ្វុងផងដែរដោយសារតែគេគឺជាទេពកោសល្យម្នាក់ហើយសក្តានុពលរបស់គេនឹងក៏ពិតជាមិនអាចប្រៀបផ្ទឹមបាននោះទេគេក៏បានតាក់ទាញនៅចំណាប់អារម្មណ៍របស់ម្ចាស់សកលជាច្រើនចង់យកគេធ្វើជាសិស្សប៉ុន្តែនៅពេលដែលចុងក្រោយលហ្វុងគាត់ក៏បានលោកដៃចូលរួមជាមួយ
ជាមួយនឹងរឿងនឹងដែរអញ្ចឹងទៅម្ចាស់សកលដទៃទៀតក៏មិនបានព្យាយាមទៅដើមជាមួយនឹងឡហ្វុងនោះទេពួកគេក៏បានដកថយអញ្ចឹងឡហ្វុងក៏បានទទួលហោឆុងនឹងធ្វើជាសិស្សទី2របស់គាត់តែម្ដងទៅនិយាយទៅឋានៈរបស់ឡហ្វុងនៅក្នុងអំបូរមនុស្សនឹងអាចចាត់ទុកថាលេខ1ទៅហើយអញ្ចឹងទៅម្ចាស់សកលដទៃទៀតបើទោះបីជាពួកគេចង់បានហោឆុងនឹងយ៉ាងណាក៏ដោយក៏ប៉ុន្តែពួកគេគឺមិនហ៊ានជំទាស់ជាមួយនឹងឡហ្វុងនោះទេហើយតាមពិតទៅពួកគេក៏សប្បាយចិត្តផងដែរនៅពេលដែលឃើញថាឡហ្វុងទទួលយកហោឆុងធ្វើជាសិស្សព្រោះថាការដែលទទួលបានការបង្រៀនពីឡហ្វុងប្រកបណាទេពកោសល្យម្នាក់ហ្នឹងគឺប្រកបជាលេចធ្លោបន្ថែមទៀតហើយឡហ្វុងក៏ចាប់អារម្មណ៍ទៅកាន់ហោឆុងហ្នឹងគឺដោយសារតែហោឆុងគឺមានលក្ខណៈសម្បត្តិល្អខ្លាំងមែនទែននៅក្នុងការស្នងមរតករបស់ជាហ្វាន់ស៊ីហោឆុងគេមានភាពស្ទាត់ជំនាញយ៉ាងខ្លាំងទៅលើច្បាប់ទឹកហើយនិងច្បាប់ភ្លើងដូច្នេះសំណុំមរតកនៃការហ្វឹកហាត់ច្បាប់ទឹកនិងច្បាប់ភ្លើងរបស់ជាហ្វាន់ស៊ីវាប្រហែលជាល្អនៅពេលដែលគាត់បកគលវាឲ្យទៅកាន់ហោឆុងដើម្បីធ្វើការហ្វឹកហាត់ហើយបូកបញ្ចូលជាមួយនឹងទេពកោសល្យរបស់ហោឆុងផ្ទាល់ទៀតសមិទ្ធផលវាប្រកបជាអស្ចារ្យនៅក្នុងសករាជទី1,910,000អំបូរមនុស្សក៏បានឃើញកំណើតនៃព្រះពិតទី3ដែលនោះគឺជាលោកម្ចាស់នៃភាពងងឹតទីបំផុតលោកម្ចាស់នៃភាពងងឹតគឺបានសម្រេចជោគជ័យរបស់គាត់ហើយគាត់គឺបានក្លាយទៅជាព្រះពិតនេះគឺជាអ្វីដែលអ្នកខ្លាំងទាំងអស់នៅក្នុងអំបូរមនុស្សគឺបានរំពឹងទុកពីមុននៅក្នុងសករាជទី9,200,000ឡហ្វុងក៏បានបង្កើតនៅអំបូរមួយផ្សេងទៀតហើយគាត់ក៏ដាក់អំបូរហ្នឹងនៅក្នុងឈ្មោះជាអំបូររបស់មនុស្សដែរហើយអំបូរដែលគាត់បានបង្កើតហ្នឹងគឺជាទម្រង់ជីវិតសាច់ឈាមវាដូចជាគាត់អញ្ចឹងឯងព្រោះថាកំណើតរបស់គាត់គឺជាទម្រង់ជីវិតសាច់ឈាមដូច្នេះអ្វីដែលគាត់ធ្វើបានល្អបំផុតហ្នឹងគឺជាការបង្កើតនៅទម្រង់ជីវិតសាច់ឈាមនោះឯងហើយអំបូរដែលឡហ្វុងបានបង្កើតហ្នឹងនៅពេលដែលវាពេញវ័យវាប្រកាសជាឈានទៅដល់កម្រិតកំពូលមួយប៉ុន្តែគេមិនបានបញ្ជាក់ថាកម្រិតណានោះទេដើម្បីអាចបង្កើតនៅទម្រង់ជីវិតបានឡើងគឺវាពិតជាពិបាកមែនទែនវាទាមទារនៅការយល់ដឹងយ៉ាងខ្លាំងអំពីរចនាសម្ព័ន្ធជីវិតហើយបន្ទាប់ពីការឆ្លងកាត់នៅរយៈពេលជាច្រើនឆ្នាំទីបំផុតកម្រិតសែនជីវិតរបស់ឡហ្វុងក៏បានកើនឡើងពី72,000 ដងឡើងរហូតដល់79,000 ដងហើយបន្តវាក៏បានឡើងរហូតដល់83,000 ដងបន្ទាប់ពីវាឡើងទៅដល់85,000 ដងវាគឺជិតឈានទៅដល់ចំណុចកំពូលដែលឡហ្វុងចង់បានហើយពេលវេលាក៏ចេះតែកន្លងផុតទៅកាលពីមុនសម្រាប់កម្រិតអមតៈដែលនៅជាប់គាំងក្នុងរយៈពេលដ៏យូរមិនអាចទម្លុះកម្រិតបានប៉ុន្តែនៅពេលនេះនៅពេលដែលគ្រប់គ្នាទទួលបាននៅចំណេះដឹងអំពីមរតកអរិយធម៌បុរាណពួកគេជាច្រើនគឺសិតតែសឹងតែបានខ្លាយទៅជាកម្រិតអ្នកប្រយុទ្ធអស់ទៅហើយក្នុងពេលដំណើរគ្នានោះក៏មានចក្រវាលខ្នាតតូចជាច្រើនក៏ត្រូវបានទម្លាយចេញពីចក្រវាលដើមព្រោះថាវត្តមានរបស់ព្រះពិតមួយចំនួនក៏ចាប់ផ្ដើមលេចឡើងជាបន្តបន្ទាប់ម្ដងមួយនៅក្នុងសករាជទី100 លានអំបូរមនុស្សក៏បានឃើញនៅកំណើតព្រះពិតទី4គាត់គឺជាលោកម្ចាស់ហងវូជឺជីនហើយបន្តទៅមុខទៀតសករាជទី700 លានអំបូរមនុស្សក៏បានមាននៅវត្តមានព្រះពិតទី5នោះគឺជាលោកម្ចាស់ឈីងតុងហើយ1 លានសករាជបន្ទាប់ពីលោកម្ចាស់ឈីងតុងនឹងសិស្សទី2របស់ឡហ្វុងគឺជាហោឆុងនឹងឯងគេក៏បានឡើងមកដល់កម្រិតព្រះពិតដូចគ្នាហើយហោឆុងក៏បានក្លាយទៅជាព្រះពិតទី6នៃអំបូរមនុស្សនៅពេលដែលហោឆុងបានក្លាយទៅជាកម្រិតព្រះពិតពេលនោះវាគឺជាអភូតហេតុពិតមែនព្រោះថាហោឆុងក៏បានស្ថិតនៅក្រោមការបង្វឹករបស់ឡហ្វឹងហើយបន្ទាប់ពីឡោចិននីហោឆុងគឺត្រឹមតែសិស្សទី2តែប៉ុណ្ណោះឡោចិននីក៏បានឈានទៅដល់កម្រិតម្ចាស់សកលក៏ប៉ុន្តែហោឆុងគឺតាមពីក្រោយរហូតដល់គេបានក្លាយទៅជាកម្រិតម្ចាស់សកលផងដែរប៉ុន្តែក្រោមការខិតខំប្រឹងប្រែងបូករួមជាមួយនឹងទេពកោសល្យរបស់គេរយៈពេល700 លានសករាជទីបំផុតគេក៏បានក្លាយទៅជាព្រះពិតមួយរូបដែរទៅចំពោះរឿងរ៉ាវមួយនេះក៏បានបង្កទៅជាការជជែកពិភាក្សាគ្នាយ៉ាងក្តៅគគុកនៅក្នុងមហាសមុទ្រសកលដែរប្រធានបទហ្នឹងគឺនិយាយអំពីរបៀបដែលសិស្សឡហ្វុងបានក្លាយទៅជាព្រះពិតប៉ុន្តែខ្លួនគាត់ផ្ទាល់ហ្នឹងដែលជាគ្រូត្រឹមតែជាកម្រិតម្ចាស់សកលតែប៉ុណ្ណោះហើយអស់រយៈពេលទៅខ្ទង់100 លានសករាជទៀតលោកម្ចាស់ភ្នំតកកគាត់ក៏បានក្លាយទៅជាព្រះពិតបន្តមកទៀតលោកម្ចាស់ឡុងយៀនក៏បានក្លាយទៅជាព្រះពិតចំពោះឡុងយៀនគឺគាត់ជាម្ចាស់សកលដ៏ចំណាស់ជាងគេម្នាក់គាត់គឺជាអ្នកដែលធ្លាប់បានដើរតាមគ្រូដើមទីបំផុតគាត់ក៏បានសម្រេចជោគជ័យក្លាយទៅជាព្រះពិតដែរនៅពេលនេះតាមពិតទៅឡុងយៀនគាត់គឺគួរតែជាអ្នកដែលឈានទៅដល់កម្រិតព្រះពិតមុនគេណាព្រោះថាគាត់គឺជាអ្នកដែលមានវ័យចំណាស់ជាងគេហើយដោយសារតែគាត់ជាប់គាំងនៅយូរពេកប៉ុន្តែសំណាងល្អនៅពេលដែលទទួលបានចំណេះដឹងពីអរិយធម៌បុរាណគាត់ក៏ទទួលបានអត្រាជោគជ័យបន្ថែមទៀត90ទៅដល់100% នោះឯងនៅក្នុងសករាជទី10,000 លានដែលជាសករាជត្រូវបានចាត់ទុកថាជាការបំបែកកម្លាំងរបស់សម្ព័ន្ធមនុស្សដោយសារតែសម្ព័ន្ធរបស់មនុស្សនឹងត្រង់នេះមានសំដៅទៅកាន់សម្ព័ន្ធហុងណាដោយសារតែមនុស្សគឺមានសម្ព័ន្ធហុងនឹងឯងដែលធំជាងគេប្រមូលផ្ដុំទៅដោយអំបូរដទៃទៀតជាច្រើនអញ្ចឹងដោយសារតែសម្ព័ន្ធហុងនឹងក៏បានប្រមូលផ្ដុំកម្លាំងពីសម្ព័ន្ធមិត្តនៃអំបូរដទៃទៀតជាច្រើនអស់រយៈពេលយូរមកហើយដែលសករាជទី10,000 លានហ្នឹងគឺមានចំនួនម្ចាស់សកលជាច្រើនគឺបានកើតឡើងជាបន្តបន្ទាប់ដែលវាកើនឡើងរហូតដល់239 នាក់ដែលដើមឡើយអំបូរមនុស្សគឺមានម្ចាស់សកលខ្ទង់20 នាក់អីតែប៉ុណ្ណោះដូច្នេះហើយរយៈពេលកន្លងមកនេះគឺ10,000 លានសករាជហ្នឹងមិនថាអំបូរមនុស្សឬក៏សម្ព័ន្ធហុងនោះទេពួកគេក៏បាននៅជាមួយនឹងគ្នាអស់រយៈពេលជាយូរដូច្នេះវាគួរទៅដល់ពេលដែលសម្ព័ន្ធហុងហ្នឹងគឺពួកគេអាចបំបែកចេញទៅបានហើយព្រោះថាពួកគេគឺអាចនៅក្នុងក្រុមផ្សេងៗរៀងៗខ្លួន
របស់ពួកគេចឹងទៅបើទោះបីជាពួកគេបន្តជ្រកកោនជាមួយនឹងមនុស្សក៏ដោយក៏ពួកគេមិនអាចទទួលបាននៅសមិទ្ធផលដ៏អស្ចារ្យដូចជាមនុស្សនោះទេព្រោះថាមនុស្សគឺទទួលបាននៅព័ត៌មានពីអរិយធម៌បុរាណយ៉ាងជាក់លាក់ហើយម្យ៉ាងវិញទៀតលហ្វុងក៏ស្ថិតនៅក្នុងពិភពជីនទៀតគាត់គឺទទួលបាននៅកណប់ទ្រព្យជាច្រើនអញ្ចឹងអំបូរដទៃទៀតដែលស្ថិតក្នុងជំរកជាមួយនឹងមនុស្សណាពួកគេក៏ចង់ផ្ដាច់ខ្លួនតែមិនមែនធ្វើជាសត្រូវអីនោះទេគ្រាន់តែចង់នៅឯករាជ្យវិញណាហើយយើងមកអាប់ដេតពីអំបូរបិសាចឯនោះវិញនៅពេលដែលបាននិរទេសខ្លួនឯងជាមួយនឹងអំបូរទៅឯនោះរយៈពេលកន្លងមកហ្នឹងគឺថាម្ចាស់សកលរបស់ពួកគេគឺបានឈានទៅដល់ចំនួន52នាក់ហើយកម្រិតព្រះពិតក៏បានកើនឡើងចំនួន4នាក់ហើយដែលដើមឡើយគឺមានតែ2នាក់នោះទេគឺជាបុព្វបុរសបិសាចទាំងពីរនោះឯងចំណែកអំបូរសត្វល្អិតវិញក៏មានម្ចាស់សកលគឺកើនឡើងរហូតដល់32នាក់ហើយព្រះពិតគឺមានចំនួន2នាក់ចំណែកអំបូរមនុស្សយន្តម្ចាស់សកលគឺមានចំនួន39នាក់ព្រះពិតគឺមានចំនួន3នាក់អំបូរគុកម្ចាស់សកលគឺមានចំនួន78នាក់ព្រះពិតគឺមានចំនួន4នាក់អំបូរគ្រីស្តាល់ម្ចាស់សកលគឺមានចំនួន49នាក់ព្រះពិតគឺមានចំនួន5នាក់ចំណែកសម្ព័ន្ធហុងជាមួយនឹងពូជសាសន៍ដទៃទៀតហ្នឹងមិនបាច់និយាយចំនួននោះទេគឺខ្ទង់170,000នាក់ទៅហើយតាមពិតទៅវាចូល1220នាក់ឯណោះប៉ុន្តែអានេះយើងរាប់ត្រឹមតែត្រួសសិនទៅថាត្រឹម1000នាក់អីចឹងទៅហើយក្នុងសម្ព័ន្ធហុងទាំងមូលហ្នឹងគឺមានចំនួនព្រះពិតចំនួន7នាក់អានេះគឺជាព្រះពិតនៃអំបូរដទៃទៀតណាអត់មានបានរាប់អំបូរមនុស្សនោះទេអញ្ចឹងនៅរយៈពេលជាច្រើនសករាជបន្តទៅមុខទៀតការវិវត្តរបស់មនុស្សដែលមានឥទ្ធិពលនៅក្នុងមហាសមុទ្រសកលជាច្រើនក៏ចាប់ផ្ដើមថយចុះវាមិនមានការវិវត្តលឿនគួរឲ្យកត់សម្គាល់ដូចជាលើកមុននោះទេអាចនិយាយបានថាក្នុងកំឡុងពេល10,000លានសករាជមុនហ្នឹងគឺជាការវិវត្តដ៏លឿនខ្លាំងមែនទែនវាដូចជាកំឡុងពេលនៃការផ្ទុះនៃការវិវត្តអញ្ចឹងប៉ុន្តែក្រោយមកក៏ការវិវត្តហ្នឹងក៏ចាប់ផ្ដើមថយចុះទៅហើយសំណាងល្អដែលមនុស្សគឺទទួលបាននៅទឹកដីគ្រប់គ្រាន់នៅក្នុងការពង្រីកអំណាចអញ្ចឹងទៅវាមិនមែនជាបញ្ហាអ្វីនោះទេនៅក្នុងសករាជទី 1.6 ពាន់លានអំបូរមនុស្សក៏បានមានកំណើតនៅព្រះពិតថ្មីមួយទៀតគឺជាព្រះពិតទី23នោះគឺជាហុងទីបំផុតដោយទទួលបាននៅការណែនាំយ៉ាងលម្អិតលម្អន់ពីលហ្វឹងនិងអរិយធម៌បុរាណហុងក៏បានបំបែកនៅដែនកំណត់គាត់គឺបានឈានទៅដល់កម្រិតព្រះពិតតែប៉ុន្តែដើមឡើយពួកគេក៏មានការបារម្ភផងដែរព្រោះថាហុងក៏អាចរាប់ចាត់ទុកថាជាអ្នកដែលមានទេពកោសល្យម្នាក់ដែរដែលមានរហស្សនាមថាជាបងប្រុសរបស់លហ្វឹងគាត់ក៏មានឥទ្ធិពលទៅលើអំបូរមនុស្សប៉ុន្តែនៅពេលនេះគាត់គឺអាចបំបែកនៅរនាំងមួយនឹងបានគឺឈានទៅដល់កម្រិតព្រះពិតហើយអញ្ចឹងគេទៅតែប្រាប់នោះទេថាអំបូរដែលលហ្វឹងបានបង្កើតនៅពេលដែលពួកវាពេញវ័យពួកវានឹងឈានទៅដល់កម្រិតផ្កាយភ្លាមតែម្ដងហើយពេលនេះកម្រិតហ្សែនជីវិតរបស់លហ្វឹងហ្នឹងក៏បានវិវត្តឡើងមកដល់កម្រិតហ្សែនជីវិត 89,999 ដងហើយវាខ្វះតែមួយជំហានទៀតតែប៉ុណ្ណោះគឺចូលទៅដល់កម្រិតហ្សែន 90,000 ដងហើយប៉ុន្តែអាមួយជំហានហ្នឹងគឺវាថាពិបាកខ្លាំងទៅមែនតែម្ដងមិនអាចមើលស្រាលមួយជំហានចុងក្រោយនឹងបាននោះទេហើយចំពោះលហ្វឹងឥឡូវហ្នឹងក៏មានការជជែកវែកញែកគ្នាយ៉ាងច្រើនដែរគឺនៅតែនិយាយដដែលអញ្ចឹងថាលហ្វឹងគឺបានស្ថិតនៅក្នុងម្ចាស់សកលយូរហើយក៏ប៉ុន្តែហេតុអីបានជាគាត់មិនព្រមទម្លាយកម្រិតចូលទៅកាន់កម្រិតព្រះពិតតទៅសោះដោយសារតែលហ្វឹងនៅក្នុងកម្រិតម្ចាស់សកលហ្នឹងគឺខ្លាំងបែបហ្នឹងដែរចុះតម្រាំតែគាត់ខ្លាយទៅជាព្រះពិតទៀតតើអស្ចារ្យប៉ុណ្ណាទៅនៅក្នុងសករាជទី 1630 ពាន់លាននៅក្នុងមហាសមុទ្រសកលទីបំផុតមានព្រះពិតចំនួន2នាក់គឺបានសម្រេចចិត្តធ្វើដំណើរទៅកាន់ទឹកដីនៃភាពងងឹតចំពោះព្រះពិត2នាក់ដែលបានធ្វើដំណើរទៅកាន់ទឹកដីនៃភាពងងឹតហ្នឹងម្នាក់គឺជាហុងដែលទៅតែខ្លាយទៅជាព្រះពិតនៅរយៈពេលប្រមាណលានសករាជមុនហើយឥឡូវនេះគាត់កំពុងតែធ្វើដំណើរទៅជាមួយនឹងព្រះពិតម្នាក់ទៀតដែលមានរហស្សនាមថាព្រះពិតភ្នែកបិសាចបើប្រៀបធៀបជាមួយនឹងព្រះពិតដទៃទៀតនៅក្នុងមហាសមុទ្រសកលពួកគាត់ទាំងពីរគឺជាព្រះពិតកម្រិតមធ្យមតែប៉ុណ្ណោះប៉ុន្តែយ៉ាងណាក៏ដោយពួកគេគឺមានលក្ខណៈសម្បត្តិមួយគឺដូចគ្នាពួកគេទាំងពីរគឺមាននៅឧបករណ៍មេកានិកដែលមានគុណភាពថ្លៃហើយពួកគេទាំងពីរគឺមាននៅឆន្ទៈខ្លាំងក្លាអញ្ចឹងដំណើររបស់ពួកគាត់ទាំងពីរហ្នឹងនៅពេលដែលធ្វើដំណើរទៅកាន់ទឹកដីនៃភាពងងឹតដែលជាសម្បុករបស់សត្វអាណាចក្របាទadmin ក៏សុំហៅសត្វអាណាចក្រហ្នឹងថាជាសត្វលេបតបាក់ទៅចុះព្រោះថាបើតាមសមត្ថភាពក៏ដូចជាអត្តន័យនៃការបង្កើតវាឡើងហ្នឹងបើយើងហៅថាសត្វលេបតបាក់គឺពិតជាស័ក្តិសមជាងហើយមើលទៅសាច់រឿងលេបផ្កាយរបស់យើងហ្នឹងក៏ប្រហែលជាដោយសារតែសត្វលេបតបាក់មួយហ្នឹងដែរអញ្ចឹង admin សុំកែណាចាប់ពីពេលនេះតទៅអ្នកទាំងគ្នា admin គឺសុំហៅសត្វអាណាចក្រហ្នឹងទៅជាសត្វលេបតបាក់វិញហើយអូខេកាត់ផ្សាយរឿងរបស់យើងប៉ុណ្ណឹងពេលដែលហុងជាមួយនឹងភ្នែកបិសាចធ្វើដំណើរទៅកាន់ទឹកដីនៃភាពងងឹតពេលដែលគាត់ចូលទៅក៏ត្រូវបានវាយប្រហារដោយសត្វលេបតបាក់នឹងតែម្ដងនៅក្នុងបរិវេណនៃទឹកដីនៃភាពងងឹតនៅក្នុងមហាសមុទ្រសកលពោពេញទៅដោយខ្យល់វឹកវរហើយក្រៅពីទឹកដីគ្រោះថ្នាក់ទាំង4កន្លែងផ្សេងទៀតគឺមិនសូវមានគ្រោះថ្នាក់នោះទេប៉ុន្តែនៅតែមានកន្លែងខ្លះក៏សូម្បីតែព្រះពិតនៅតែមិនអាចទៅបាននោះដែរក៏លេចទៅកាន់នៅក្នុងកន្លែងមួយដែលគេហៅថាមហាសមុទ្រជូហឺទោះបីជាមហាសមុទ្រជូហឺហ្នឹងព្រះពិតមិនខ្លាចតំបន់មួយហ្នឹងក៏ដោយក៏ប៉ុន្តែមានព្រះពិតជាច្រើនមិនហ៊ានចូលទៅទីនោះទេព្រោះថាមានអំណាចរបស់ព្រះពិតម្នាក់ដែលគាត់គឺមានឈ្មោះថាជូហឺនឹងឯងគាត់ត្រូវបានគេនិយាយថាគឺមានសមត្ថភាពខ្លាំងមែនទែនចាប់តាំងពីគាត់បានចូលទៅក្នុងពិភពជីនហើយគាត់ក៏បានបង្កើតនៅវិមានមួយនៅតំបន់មហាសមុទ្រជូហឺនឹងតែម្ដងតាមពិតទៅតំបន់ហ្នឹងដំបូងឡើយគេហៅថាមហាសមុទ្រខ្សាច់មាសប៉ុន្តែនៅពេលដែល
ព្រះពិត Chuher ហ្នឹងគាត់មកតាំងទីលំនៅនៅហ្នឹងក៏គេបដូរហៅតាមឈ្មោះរបស់គាត់វិញទៅហើយកន្លែងហ្នឹងក៏ខ្លាយទៅជាកន្លែងរស់នៅរបស់គាត់តាំងពីហ្នឹងមកអញ្ចឹងព្រះពិតផ្សេងទៀតពួកគេក៏មិនហ៊ានចូលទៅរំខានកន្លែងរស់នៅរបស់ព្រះពិត Chuher នឹងដែរពេលឥឡូវនេះកន្លែងមួយហ្នឹងដែលជាវិមានរបស់ Chuher គឺមានកម្រិតម្ចាស់សកលក៏ដូចជាអ្នកប្រយុទ្ធមួយចំនួនកំពុងតែការពារគេក៏បាននិយាយថាប្រយ័ត្នលោកម្ចាស់របស់ពួកយើងកំពុងតែអញ្ជើញនៅអ្នកខ្លាំង7នាក់ផ្សេងទៀតនៅក្នុងមហាសមុទ្រសកលត្រូវតែធ្វើការដោយយកចិត្តទុកដាក់ណាម្ចាស់សកលម្នាក់ដែលកំពុងតែការពារគឺបានស្រែកបញ្ជាទៅកាន់កូនចៅរបស់ខ្លួនដែលជាកម្រិតអ្នកប្រយុទ្ធនឹងឲ្យធ្វើការប្រយ័ត្នប្រយែងព្រោះថាថ្ងៃនេះគឺមានអ្នកធំមកយើងទៅនិយាយអំពីព្រះពិត Chuher បន្តិចគាត់គឺជាព្រះពិតដែលហ្វឹកហាត់តែម្នាក់ឯងឯកោតាំងពីដើមមកដោយសារតែការហ្វឹកហាត់របស់គាត់យូរអង្វែងមកហើយដូច្នេះនៅពេលដែលគាត់ខ្លាំងគឺថាទម្រង់ជីវិតពិសេសផ្សេងក៏មកបម្រើគាត់តែម្ដងអញ្ចឹងគណៈពេលដែលអ្នកប្រយុទ្ធទាំងអស់កំពុងតែរៀបចំកន្លែងដើម្បីស្វាគមន៍អ្នកខ្លាំងទាំង7នាក់នៅក្នុងមហាសមុទ្រសកលពួកគេគឺពិតជារំភើបខ្លាំងមែនទែនពួកគេបាននិយាយណាថាខ្ញុំពិតជាមនុស្សស្មាននោះទេថាខ្ញុំពិតជាបានឃើញជើងខ្លាំងកំពូលផ្សេងទៀតនៅក្នុងមហាសមុទ្រសកលនៅពេលនេះជាមួយនឹងលោកម្ចាស់របស់យើងគឺសរុបមានជើងខ្លាំងចំនួន8នាក់ទៅហើយពួកគេកំពុងតែមកនិយាយទៅអ្នកប្រយុទ្ធទាំងអស់ហ្នឹងគឺរំភើបចិត្តខ្លាំងមែនទែនដោយដែលខ្លួនឯងហ្នឹងរៀបនឹងបានឃើញ idol របស់ខ្លួនអញ្ចឹងពេលហ្នឹងវត្តមានរបស់ព្រះពិតម្នាក់ដែលជាអ្នកខ្លាំងក្នុងចំណោម8នាក់គាត់គឺជាលោកម្ចាស់បៃជីឬក៏ហៅថាផ្កាយបៃជីគាត់ក៏បានបង្ហាញខ្លួនឡើងបង្ហាញរាងយ៉ាងស្រស់ស្អាតដោយឈុតឆាកត្រង់ហ្នឹងគឺគេគ្រាន់តែបង្ហាញអំពីទស្សនវិជ្ជានៃការបង្ហាញខ្លួនរបស់ជើងខ្លាំងតែប៉ុណ្ណោះអញ្ចឹងគ្នាយើងមានតែចាំមើលនោះទេអត់មានអត់បកស្រាយច្រើនបៃជីក៏បាននិយាយថាមិនតាន់មានអ្នកផ្សេងមកទេChuherក៏បាននិយាយទៅស្វាគមន៍ទៅកាន់បៃជីថាលោកគឺមកមុនគេហើយអញ្ចឹងសូមរងចាំបន្តិចទៅព្រោះថាអ្នកដទៃទៀតក៏កំពុងតែមកដែរបន្ទាប់ពីបៃជីបានមកដល់ជើងខ្លាំងម្នាក់ទៀតគាត់គឺជាលោកម្ចាស់ទី1នៃអំបូរភ្នែកទេវភាពក៏បានមកដល់បន្ទាប់មកគឺជាលោកម្ចាស់នៃអំបូរគ្រងឆ្អឹងក៏បានមកដល់បន្តមកទៀតគឺជាលោកម្ចាស់អរិយក្បាល9បាទឥឡូវហ្នឹងគឺជើងខ្លាំងមកបន្តសរុបទៅគឺ5នាក់ហើយបូកទាំងលោកម្ចាស់ Chuher ខ្លួនគាត់ផ្ទាល់ហ្នឹងបាទបន្តមកទៀតមានធម្មពលពន្លឺចំនួន3ក៏បានបាញ់ពីចម្ងាយដែលនោះគឺជាវត្តមានជើងខ្លាំង3នាក់បន្តទៀតនោះឯងមានម្នាក់គឺពាក់នៅអាវពណ៌មាសម្នាក់ពាក់អាវពណ៌សបង្ហាញនៅស្នាមញញឹមម្នាក់ដែលមានវ័យកដាលម្នាក់មើលទៅហាក់ដូចជាសុភាពរាបសារប៉ុន្តែបញ្ចេញនៅធម្មពលគួរឲ្យខ្លាចច្បាស់ណាម្នាក់ហ្នឹងគឺជាលហ្វឹងរបស់យើងនោះឯងគាត់គឺពាក់នៅឈុតពណ៌ប្រាក់ប៉ុន្តែគេនិយាយថាពណ៌សក្នុងចំណោមអ្នកទាំង3ហ្នឹងអត់មានសង្ខេបតែម្ដងទៅមានលហ្វឹងម្ចាស់ក្រុងហើយនិងលោកម្ចាស់ចម្ងាយទាំង9ម្ចាស់ក្រុងគាត់គឺតំណាងឲ្យអំណាចរបស់គាត់ខ្លួនឯងហ្នឹងឯងគឺខ្លាំងនៅក្នុងមហាសមុទ្រសកលចំណែកឯលោកម្ចាស់ចម្ងាយទាំង9គាត់គឺតំណាងឲ្យចក្រវាលដើមដែលមកពីសាលាបពែបរោះចំណែកឯអ្នកទី3គឺគ្នាយើងបាននិយាយនោះទេលហ្វឹងរបស់យើងហ្នឹងឯងគឺជាលោកម្ចាស់នៃពិភពជីនទៅហើយឥឡូវហ្នឹងគេហៅថាលោកម្ចាស់នៃពិភពជីនអ្នកដឹកនាំ Milky Way បាទនិយាយថាឈ្មោះលហ្វឹងគឺយើងគឺច្រើនខ្លាំងមែនទែនតាមស្រួលហ្នឹងគឺអាចភ្លេចបានជើងខ្លាំងទាំង5ដែលបានមកដល់មុនក៏បានស្វាគមន៍រាក់ទាក់ទៅកាន់អ្នកទាំង3អញ្ចឹងគ្នាយើងប្រហែលជាឆ្ងល់ថាហ្មិចបានជាពួកគេទាំងអស់ហ្នឹងត្រូវគ្នាសបាម៉េះក្រែងលោថាពួកគេឆ្លោះគ្នាយ៉ាងខ្លាំងឯពីមុនណាឧទាហរណ៍ដូចជាអំបូរគ្រងឆ្អឹងឆ្លោះគ្នាជាមួយនឹងអំបូរភ្នែកទេវភាពខ្លាំងមែនទែនដូចជាចង់ស៊ីសាច់ហត់ឈាមអញ្ចឹងប៉ុន្តែឥឡូវហ្នឹងថ្នាក់ដឹកនាំទាំងពីរគឺបានមកអង្គុយតុចរចាប្រជុំជាមួយនឹងគ្នាតែម្ដងហើយសម្បីតែលហ្វុងដែលមិនត្រូវជាមួយនឹងអំបូរភ្នែកទេវភាពកាលពីមុនហ្នឹងក៏ថែមទាំងជាសម្ព័ន្ធមិត្តហើយនឹងមិត្តល្អទៀតអញ្ចឹងសាច់រឿងគេប្រាប់យើងថាសក្តានុពលនៅក្នុងមហាសមុទ្រសកលគឺបានផ្លាស់ប្ដូរទាំងស្រុងហើយដោយសារតែឥទ្ធិពលនៃអរិយធម៌បុរាណគឺបានបង្កើតឱកាសនៃកំណើតព្រះពិតយ៉ាងច្រើនហើយឥឡូវនេះសក្ការៈថ្មីវាគឺជាសក្ការៈមួយដែលមានឥទ្ធិពលព្រោះថាចំនួននៃព្រះពិតហ្នឹងគឺកាន់តែច្រើនក៏ប៉ុន្តែវាក៏ជាពេលមួយដែលគ្រោះមហន្តរាយជិតមកដល់អញ្ចឹងពួកគេត្រូវតែរួមដៃគ្នានឹងឯងប៉ុន្តែនេះគឺអត់មាននិយាយអំពីម្ចាស់សកលក៏ដូចជាព្រះពិតទាំងអស់នៅក្នុងមហាសមុទ្រសកលតែប៉ុណ្ណោះអត់ទាន់បាននិយាយអំពីទឹកដីបរិសុទ្ធទាំងពីរនោះទេព្រោះថាទឹកដីបរិសុទ្ធទាំងពីរពួកគេគឺមិនបានខ្វល់ដូច្នេះជើងខ្លាំងទាំង8នាក់ហ្នឹងក៏មិនបានខ្វល់អំពីទឹកដីបរិសុទ្ធទាំងពីរហ្នឹងដែរអញ្ចឹងបញ្ជាក់បន្តិចពួកគាត់ទាំង8នាក់ដែលកំពុងតែមកជួបជុំគ្នាហ្នឹងពួកគាត់តំណាងឲ្យអ្នកខ្លាំងទាំងអស់នៅក្នុងមហាសមុទ្រសកលហ្នឹងតែម្ដងណាហើយដោយសារតែពួកគាត់ហ្នឹងគឺជាអ្នកខ្លាំងជាងគេម្យ៉ាងវិញទៀតពួកគាត់ក៏ទទួលបាននៅតំណែងសំខាន់នៅក្នុងការប្រយុទ្ធជាមួយនឹងសត្វលេបតបាក់ហ្នឹងដែរយ៉ាងណាមិញព្រះពិតនៅក្នុងមហាសមុទ្រសកលគឺមានចំនួនកំណត់ដែរបាទទោះបីជាមានចំនួនច្រើនក៏ដោយក៏ប៉ុន្តែបើនិយាយទៅកាន់ព្រះពិតដែលមានគុណភាពគឺសំដៅទៅកាន់ព្រះពិតដែលខ្លាំងណាគឺមានត្រឹមតែប្រមាណអ្នកហ្នឹងតែប៉ុណ្ណោះហើយពួកគាត់ទាំង8ហ្នឹងគឺអាចចាត់ទុកថាជាអំណាចខ្លាំងបំផុតនៅក្នុងមហាសមុទ្រសកលពេលហ្នឹងហើយអត់រាប់បញ្ចូលទឹកដីបរិសុទ្ធទាំងពីរនោះទេបើនិយាយចំពោះអ្នកទី1គឺជាលោកម្ចាស់ពិតទី1ដែលមកពីអំបូរភ្នែកទេវភាពអ្នកទី2អាចនិយាយបានថាគឺជាលោកម្ចាស់នៃអំបូរគ្រងឆ្អឹងចំណែកឯទី3គឺជាលោកម្ចាស់ផ្កាយបៃជីកន្លងមកបៃជីគឺល្បីល្បាញខាងមានចិត្តសប្បុរសដែលគាត់តែងតែមានការបង្ហាញណែនាំទៅកាន់មនុស្សគ្រប់គ្នានៅសសរឆ្កូតខ្មៅណាដែលលហ្វុងធ្លាប់បានទៅពីមុននោះឯងចំណែកឯអ្នកទី4គឺជាព្រះពិត Chuher ហើយនិងលោកម្ចាស់អរិយក្បាល9ដោយសារតែពួកគាត់ទាំងពីរគឺសុទ្ធតែជាទម្រង់ជីវិតពិសេសតាមពិតទៅត្រង់នេះគេក៏បានរំលឹកអំពីជ័រសានខឹបបន្តិចជ័រសានខឹបគឺត្រូវបានគេចាត់ទុកថាជា
ជាអ្នកខ្លាំងម្នាក់នៅក្នុងមហាសមុទ្រសកលដែលមានអំណាចជាច្រើនមិនហ៊ានប៉ះពាល់ទៅដល់ទឹកដីរបស់គាត់រស់នៅនោះទេប៉ុន្តែបើសិនជាគេរាប់ណាបើសិនបើចោះសាន់ខឹកគាត់ចូលរួមដែរនោះប្រកាសជាត្រូវគេរាប់ថាជាអ្នកខ្លាំងនៅក្នុងចំណោមអ្នក8នឹងដែរហើយគ្រាន់តែថាចោះសាន់ខឹកតាំងពីដើមឡើយមកទល់នឹងពេលនេះមិនថាជាមានព្រឹត្តិការណ៍អីនោះទេគាត់មិនបានលោកដៃនឹងចូលរួមសូម្បីតែបន្តិចអញ្ចឹងហើយក៏ពួកគេមិនបានរាប់បញ្ចូលដែរទេចំពោះអ្នកខ្លាំងទី6គឺគេរាប់ថាជាលោកម្ចាស់ចម្ងាយទាំង9ដែលមានធម្មពលព្រះគ្មានទីបញ្ចប់ចំណែកឯអ្នកទី7គឺជាម្ចាស់ក្រុងចំណែកឯទី8គឺឡហ្វុងរបស់យើងនឹងឯងអ្នកដឹកនាំ Milky Way គ្មាននរណាគេម្នាក់នៅក្នុងមហាសមុទ្រសកលបានដឹងច្បាស់អំពីធម្មពលរបស់ឡហ្វុងនោះទេដោយសារតែពួកគេដឹងត្រឹមតែឡហ្វុងជាម្ចាស់សកលប៉ុណ្ណោះប៉ុន្តែពួកគេមិនអាចចាត់ថ្នាក់ភាពខ្លាំងរបស់ឡហ្វុងត្រឹមតែជាម្ចាស់សកលប៉ុណ្ណោះនោះទេព្រោះថាមានព្រះពិតផ្សេងទៀតមានទាំងបច្ចេកទេសដុតនៅធម្មពលព្រះផងឧបករណ៍មេកានិកផងប៉ុន្តែពួកគេនៅតែមិនអាចយកឈ្នះឡហ្វុងបានអស់រយៈពេលរាប់ពាន់លានសករាជទៅហើយក៏ប៉ុន្តែឡហ្វុងនៅតែមិនទាន់ទម្លុះចូលមកកាន់កម្រិតព្រះពិតទៀតហើយលោកម្ចាស់ពិតទី1គឺគាត់ជាអ្នកដែលបានប្រយុទ្ធជាមួយនឹងឡហ្វុងដោយផ្ទាល់ដូច្នេះច្បាស់ណាស់គាត់គឺជាអ្នកអាចធានាបានយ៉ាងច្បាស់អំពីភាពខ្លាំងរបស់ឡហ្វុងគ្រាន់តែថាគាត់មិនចូលចិត្តបកស្រាយពយល់អីវែងឆ្ងាយទៅកាន់អ្នកដទៃអញ្ចឹងណាតែគ្រាន់តែដឹងថាឡហ្វុងគឺអាចវាយស្មើបានជាមួយនឹងលោកម្ចាស់ពិតទី1ដូច្នេះគាត់ក៏ទទួលបាននៅអំណាចមួយដែលគេរាប់ថាជាអ្នកខ្លាំងទី8នឹងឯងបាទទោះបីគាត់គឺជាម្ចាស់សកលធម្មតាក៏ដោយបាទអញ្ចឹងអត់មាននិយាយហោហែវែងឆ្ងាយច្រើនអំពីឥទ្ធិពលរបស់ពួកគាត់ទាំង8ប៉ុន្តែអានេះមិនមែនជាការនិយាយក្រៅសាច់រឿងរបស់មាននោះទេវាគឺជាសាច់រឿងដែលគេនិយាយពិតប្រាកដអញ្ចឹងឥឡូវនេះចូលមកដល់ការនិយាយអំពីសាច់ការរបស់អ្នកទាំង8ពួកគាត់ក៏បានអង្គុយចុះរួចហើយលោកម្ចាស់ជូហគាត់ក៏បាននិយាយថាបេះដូងបំភ័ណ្ឌហើយនឹងភ្នែកបិសាចគឺសិតតែបានចូលទៅកាន់ទឹកដីនៃភាពងងឹត Milky Way តើលោកបានដឹងព័ត៌មានអីខ្លះទៅពីពួកគេនៅពេលដែលពួកគេចូលទៅកាន់ទឹកដីនៃភាពងងឹតបាទចំពោះរហស្សនាមបេះដូងបំភ័ណ្ឌហ្នឹងគឺជារហស្សនាមរបស់ហុងដែលបន្ទាប់ពីគាត់ខ្លាចទៅជាព្រះពិតគាត់គឺទទួលបានរហស្សនាមថាព្រះពិតបេះដូងបំភ័ណ្ឌទាំងហុងក៏ដូចជាភ្នែកបិសាចគឺសិតតែជាអ្នកដែលស្ទាត់ជំនាញនៅក្នុងការបំភ័ណ្ឌពួកគេមានឆន្ទៈខ្លាំងក្លាណាស់ម្ចាស់ក្រុងគាត់ក៏បានរៀបរាប់ប្រាប់ថាពួកគេគឺបានចូលទៅជិតដែនដីនៃភាពងងឹតយ៉ាងប្រុងប្រយ័ត្នប៉ុន្តែពួកគេក៏ត្រូវបានវាយប្រហារភ្លាមៗដោយសត្វលេបតបាក់ចំនួន3ក្នុងពេលតែមួយនៅដំណើរនៃការធ្វើដំណើរទៅហ្នឹងពួកគេគឺជិះនៅយានរបស់ពួកគេដែលជាឧបករណ៍មេកានិកដែលមានគុណភាពខ្ពស់ទើបពួកគេអាចចូលទៅដល់បានប៉ុន្តែនៅពេលដែលពួកគេគ្រាន់តែចេញពីយាននឹងភ្លាមពួកគេគឺរងការវាយប្រហារពីសត្វលេបតបាក់នឹងចំនួន3ក្បាលក្នុងពេលតែមួយតែម្ដងដោយស្ថិតក្រោមការវាយប្រហារភ្លាមៗបែបហ្នឹងពួកគេគឺមិនអាចទប់ទល់នឹងវាបាននោះទេសត្វលេបតបាក់ទាំង3ក៏បានវាយប្រហារពួកគេដោយបានធ្វើឲ្យអ្នកទាំងពីរហ្នឹងគឺរងរបួសយ៉ាងធ្ងន់ធ្ងរជាពិសេសគឺជាភ្នែកបិសាចគេគឺបានដកថយភ្លាមៗតែម្ដងហើយរឿងមួយដែលគាត់បានដឹងនោះគឺធម្មពលនៃការវាយប្រហារព្រលឹងរបស់សត្វលេបតបាក់ហ្នឹងគឺពិតជាខ្លាំងណាស់វាប្រៀបបានដូចជាអ្នកដែលមានឆន្ទៈដ៏កំពូលមួយអញ្ចឹងទោះបីជាពួកយើងទាំងអស់គ្នាមានឆន្ទៈដ៏ខ្លាំងក្លាហើយក៏ដោយក៏ពួកយើងអាចនឹងទទួលរងនឹងការឈឺចាប់ពីការវាយប្រហារព្រលឹងពីពួកវាដែរបាននិយាយទៅកម្រិតនៃធម្មពលផ្លូវចិត្តរបស់វាហ្នឹងគឺខ្លាំងជាងព្រះពិតទៅទៀតម្យ៉ាងវិញទៀតគាត់ក៏ទទួលបានព័ត៌មានសំខាន់មួយទៀតដែរគឺថាបើទោះបីជាពួកយើងដុតនៅធម្មពលព្រះដើម្បីបញ្ចេញនៅការវាយប្រហារទៅក៏ដោយប៉ុន្តែអាធម្មពលព្រះហ្នឹងគឺវាយទៅហាក់ដូចជាសាបឆឹងតែម្ដងគឺមិនអាចបង្កជាការឈឺចាប់ទៅដល់សត្វលេបតបាក់ហ្នឹងបាននោះទេវាប្រៀបបានបើដូចជាធម្មពលរបស់សត្វលេបតបាក់ហ្នឹងគឺវាផ្ទុយពីធម្មពលព្រះរបស់អ្នកចម្បាំងទូទៅនៅក្នុងមហាសមុទ្រសកលហ្នឹងឯងហើយឡហ្វុងគាត់ក៏បានងក់ក្បាលនិងបានគិតអំពីការប្រយុទ្ធរបស់គាត់ជាមួយនឹងលោកម្ចាស់ផ្កាយរន្ទះដែរដោយសារតែផ្កាយរន្ទះគេបានប្រើនៅឧបករណ៍ចម្លែកនោះដែលវាបានបញ្ចេញនៅផ្សែងអាប់ខ្មៅកាលពីលើកមុនហ្នឹងណាដែលឡហ្វុងគឺយកអ្វីមករារាំងក៏រារាំងមិនជាប់នោះដែរមិនថាជាកណប់ទ្របមេកានិកយ៉ាងណាក៏រារាំងវាមិនជាប់នោះដែរហើយនេះលោកម្ចាស់ភ្នែកបិសាចក៏ដូចជាហុងសិតតែអ្នកដែលមានរាងកាយព្រះពិតកម្រិតមធ្យមដូច្នេះពួកគេគឺមិនអាចទ្រាំទ្របានយូរអញ្ចឹងហើយបានពួកគេបញ្ញាប់ដកថយស្នែងហើយដែលមិនបានប៉ះពាល់ដល់អាយុជីវិតបើសិនបើព្រះពិតធម្មតាទៅវិញនោះប្រកាសជាមកការវាយប្រហារភ្លាមៗហ្នឹងពួកគេប្រកាសជាស្បៃជាមិនខាននោះទេលោកម្ចាស់ផ្កាយបៃជីគាត់ក៏បានងក់ក្បាលទៅថាពួកយើងគឺបានដឹងតិចតួចខ្លាំងណាស់ពីសត្វលេបតបាក់មួយហ្នឹងទី1ដែលពួកយើងបានដឹងសត្វលេបតបាក់គឺវាមានជំនាញផ្កាយនៅក្នុងការវាយប្រហារព្រលឹងទី2យើងដឹងថាធម្មពលរបស់វាគឺផ្ទុយពីធម្មពលព្រះរបស់ពួកយើងហើយពួកយើងក៏ដឹងដែរថាសត្វលេបតបាក់ទាំងអស់ហ្នឹងពួកវានឹងប្រយុទ្ធគ្នានិងស៊ីគ្នាទៅវិញទៅមកប៉ុន្តែបើសិនបើពួកយើងបង្ហាញខ្លួននៅក្នុងសម្បុករបស់ពួកវានឹងសហការគ្នាមកវាយប្រហារពួកយើងវិញម្ដងហើយលោកម្ចាស់ចម្ងាយទាំង9ក៏បាននិយាយទាំងកវីក្បាលថាពិបាកណាស់បើសិនបើយើងចង់សម្លាប់ពួកវាម្ដងមួយនោះឡហ្វុងគាត់ដឹងថាសំបីតែហុងជាមួយនឹងភ្នែកបិសាចគាត់គឺសិតតែជាអ្នកដែលមាននៅការវាយប្រហារក្នុងការបំផន់ហ្នឹងអស្ចារ្យខ្លាំងណាស់ហើយឆន្ទៈរបស់ពួកគាត់ទាំងពីរគឺស្ថិតនៅក្នុងកម្រិតព្រះពិតលំហទទេបើនិយាយអំពីព្រះពិតនៅក្នុងមហាសមុទ្រសកលឆន្ទៈជាទូទៅរបស់ពួកគេហ្នឹងគឺស្ថិតនៅក្នុងកម្រិតព្រះពិតដូចជាកម្រិតរបស់ពួកគេតែប៉ុណ្ណោះលុះត្រាតែពួកគេហ្នឹងបានចូលទៅហ្វឹកហាត់នៅក្នុងពិភពជីនទទួលបាននៅបច្ចេកទេសហ្វឹកហាត់មួយចំនួនអីចឹងទៅបានពួកគេអាចមានឆន្ទៈខ្លាំងក្លារហូតដល់កម្រិតព្រះពិតលំហទទេអញ្ចឹងបើសិនបើពួកគេមានឆន្ទៈត្រឹមតែជាព្រះ
ព្រះពិតធម្មតាហ្នឹងចូលទៅក្នុងសម្បុករបស់សត្វលេបតបាក់ប្រកាសជានឹងត្រូវរងការខាត់បងយ៉ាងខ្លាំងហើយត្រង់នេះគឺគេបញ្ជាក់ឲ្យយើងបានដឹងថានៅក្នុងមហាសមុទ្រសកលគឺមានលក្ខខណ្ឌហាម5មួយចំនួនព័ត៌មានតាក់ទងទៅនឹងព្រះពិតលំហទទេក៏ដូចជារបស់មានធម្មពលខ្លះគឺត្រូវលាក់ជាការសម្ងាត់បើទោះបីជាលហ្វុងដឹងក៏ដោយអញ្ចឹងប្រសិនបើលហ្វុងហ៊ានបំពេញប្រកាសជានឹងទទួលការដាក់ទណ្ឌកម្មពីច្បាប់អីអញ្ចឹងណានៅពេលដែលបានលើថាពួកយើងពិបាកនៅក្នុងការសម្លាប់សត្វលេបតបាក់នឹងម្ដងមួយជូហឺគាត់ក៏បានងក់ក្បាលថាពួកយើងមិនដឹងថាតើសត្វទាំងអស់ហ្នឹងវាមានជំនាញអីគេខ្លះពួកយើងក៏មិនដឹងថាតើវាមានចំនួនប្រមាណក្បាលនោះដែរលោកម្ចាស់ទី1នៃអំបូរភ្នែកទេវភាពក៏បានបន្តថាម្យ៉ាងវិញទៀតការបញ្ចប់នៃការចាប់បដិសន្ធិឡើងមកវិញក្នុងសម័យកាលនេះក៏ជិតមកដល់ដែរវាប្រហែលជាត្រូវការត្រឹមតែប្រមាណសករាជទៀតតែប៉ុណ្ណោះការចាប់បដិសន្ធិឡើងមកវិញក៏នឹងមកដល់ដែរដូច្នេះចក្រវាឡដើមគឺបានប្រាប់យើងឲ្យថាត្រូវតែកម្ចាត់សត្វលេបតបាក់មួយហ្នឹងនៅមុនពេលដែលការចាប់បដិសន្ធិបានមកដល់បើមិនដូច្នោះទេវាគឺយឺតពេលហើយលោកម្ចាស់ទី1គាត់ក៏បាននិយាយទៅថាខ្ញុំគិតថាពួកយើងត្រូវតែទៅកាន់សម្បុករបស់សត្វលេបតបាក់ហ្នឹងម្ដងទៀតព្រះពិតជូហឺគាត់ក៏បាននិយាយដូចគ្នាថាត្រូវហើយពួកយើងត្រូវតែទៅម្ដងទៀតដើម្បីទទួលបានព័ត៌មានបន្ថែមយើងត្រូវតែស្វែងយល់អំពីពួកវាដូច្នេះពួកយើងអាចរៀបចំផែនការបានកាន់តែច្រើនព្រោះថានៅក្នុងមហាសមុទ្រសកលពេលនេះពួកគេក៏ទទួលបាននៅការយល់ដឹងពីអរិយធម៌បុរាណរួមទាំងបច្ចេកទេសមួយចំនួននិងកណប់ទ្របមេកានិកភាគច្រើនដូច្នេះហើយពួកគេគឺអ្វីដែលពួកគេត្រូវការឥឡូវហ្នឹងមានតែព័ត៌មានអំពីសត្រូវតែប៉ុណ្ណោះជើងខ្លាំងមួយចំនួននៅក្នុងមហាសមុទ្រសកលគឺបានឈានដល់ដែនកំណត់របស់ពួកគេហើយឧទាហរណ៍ដូចជាលោកម្ចាស់ទី1នៃអំបូរភ្នែកទេវភាពលោកម្ចាស់នៃអំបូរក្រុងឆ្អឹងលោកម្ចាស់ចម្ងាយទាំង9អីជាដើមសិតសឹងតែមិនអាចកែលម្អនិងវិវត្តខ្លួនឯងបន្តទៀតបាននោះទេដូច្នេះហើយវាដល់ពេលដែលពួកគាត់ត្រូវប្រយុទ្ធជាមួយនឹងសត្វលេបតបាក់ហ្នឹងហើយម្ចាស់ក្រុងក៏បាននិយាយឡើងថាពួកយើងត្រូវតែបង្កើតនៅក្រុមព្រះពិតមួយដើម្បីឲ្យធ្វើដំណើរទៅកាន់ទឹកដីនៃភាពងងឹតដែលជាសម្បុករបស់វាហើយក្រុមព្រះពិតមួយនោះគឺត្រូវតែជាព្រះពិតដែលមានសមត្ថភាពខ្លាំងក្លាហើយម្យ៉ាងវិញទៀតយើងត្រូវតែទទួលស្គាល់ឲ្យហើយថាទៅកន្លែងហ្នឹងដឹងតែមានគ្រោះថ្នាក់ហើយយើងត្រូវតែត្រៀមចិត្តរួចជាស្រេចនៅក្នុងការបរាជ័យដើម្បីកុំឲ្យការបរាជ័យមួយហ្នឹងវាប៉ះពាល់ទៅដល់ស្ថានភាពទាំងមូលនៅក្នុងមហាសមុទ្រសកលអាចបង្កទៅជាការចលាចលអីចឹងទៅគ្រប់គ្នាស្ដាប់ឮអ្វីដែលម្ចាស់ក្រុងក៏បាននិយាយក៏បានងក់ក្បាលយល់ស្របព្រោះថាមិនមាននរណាគេម្នាក់ដឹងថាតើទឹកដីនៃភាពងងឹតហ្នឹងវាមានគ្រោះថ្នាក់កម្រិតណានោះទេប្រសិនថាឧទាហរណ៍ពួកគាត់ទាំង8ធ្វើដំណើរទៅហើយចុះបើក្នុងចំណោមពួកគាត់ពាក់កណ្ដាលគឺបានបាត់បង់ជីវិតនៅទីហ្នឹងវាមិនคล้ายទៅជាការបាត់បង់នៅកម្លាំងដ៏ខ្លាំងបាត់ទៅហើយទេអីបើទោះបីជាពួកគាត់ទទួលបានព័ត៌មានអំពីសត្វលេបតបាក់ហ្នឹងទៅតើពួកគាត់អាចធ្វើអីបានបើពួកគាត់មិនមានកម្លាំងប្រយុទ្ធផងនោះឡហ្វុងក៏បាននិយាយថាតើឲ្យខ្ញុំជាអ្នកទៅខ្ញុំគឺនឹងជាអ្នកដឹកនាំនៅក្រុមព្រះពិតនឹងទៅចុះគាត់ក៏បានឲ្យលោកម្ចាស់ទាំងអស់ធ្វើការប្រមូលយកនៅព្រះពិតមួយចំនួនដែលពួកគេស្ម័គ្រចិត្តទៅជាមួយនឹងគាត់ទៅទុកឲ្យឡហ្វុងជាអ្នកដឹកនាំពួកគេធ្វើដំណើរទៅកាន់ទឹកដីនៃភាពងងឹតដើម្បីស៊ើបអង្កេតបន្ថែមទៀតគ្រប់គ្នាក៏បាននិយាយថាអ្នកដឹកនាំមីកាវេគឺបានចេញមុខទៅហើយនោះបើលោកមិនអាចធ្វើបាននោះទេតើនរណាអាចធ្វើបានទៅអ្នកដឹកនាំមីកាវេប្រកាសជាអាចរកឃើញអាចកំបាំងនៅពីក្រោយរឿងនេះហើយឡហ្វុងគាត់គឺអាងថាគាត់មានរាងកាយច្រើនបើទោះបីជារាងកាយមួយទៀតរបស់គាត់ត្រូវបានវិនិច្ឆ័យក៏ដោយក៏វាគ្រាន់តែខាត់បងទៅលើធម៌ពលព្រះនិងកណប់ទ្របមួយចំនួនតាមប៉ុណ្ណោះហើយបើនិយាយអំពីឆន្ទៈវិញកម្លាំងឆន្ទៈរបស់គាត់ក្នុងរយៈពេលប្រមាណលានឆ្នាំមកនេះគឺគាត់បានពង្រឹងវាឈានទៅដល់កម្រិតព្រះពិតអមតៈបាត់ទៅហើយបូករួមជាមួយនឹងបច្ចេកទេសភ្នែកទេវភាពដែលគាត់ទទួលបានពីពិភពជីនទៀនវាគឺពិតជាមានឥទ្ធិពលខ្លាំងណាស់អញ្ចឹងគាត់មិនខ្លាចក្នុងការធ្វើដំណើរទៅកាន់សម្បុករបស់សត្វលេបតបាក់នឹងនោះទេឡហ្វុងក៏បានប្រាប់ទៅកាន់លោកម្ចាស់ដទៃទៀតដែលមានដូចជាភ្នែកទេវភាពព្រះពិតជូហឺនិងព្រះពិតដទៃទៀតឲ្យប្រាប់ទៅកាន់អ្នកក្រមបង្គាប់របស់គាត់នឹងដែលជាកម្រិតព្រះពិតចាប់ផ្ដើមជ្រើសរើសអ្នកណាគេដែលស័ក្តិសមនឹងធ្វើដំណើរទៅជាមួយនឹងគាត់ទៅអញ្ចឹងព្រះពិតដទៃទៀតក៏បានយល់ស្របពួកគេនឹងទៅជ្រើសរើសព្រះពិតមួយចំនួនដែលនៅក្នុងអំបូររបស់ពួកគេឲ្យធ្វើដំណើរទៅជាមួយនឹងឡហ្វុងក្នុងរយៈពេលរាប់លានសករាជមកហ្នឹងឡហ្វុងបន្ទាប់ពីបានអនុវត្តនៅបច្ចេកទេសភ្នែកទេវភាពពីពិភពជីនឥឡូវនេះឡហ្វុងគឺពិតជាមានធម៌ពលខ្លាំងមែនទែនគ្រាន់តែការកលេចមើលហ្នឹងក៏អាចធ្វើឲ្យព្រះពិតមួយចំនួននៅក្នុងមហាសមុទ្រសកលពួកគេមានការភ័យខ្លាចដែរបន្ទាប់ពីកិច្ចប្រជុំមួយហ្នឹងហើយឥឡូវនេះពួកគាត់គឺមានផែនការមូលដ្ឋានមួយដើម្បីដោះស្រាយជាមួយនឹងសត្វលេបតបាក់ដោយដំបូងហ្នឹងគឺជាជំហានដែលស្វែងរកនៅព័ត៌មានឡហ្វុងម្ចាស់ក្រុងហើយនិងលោកម្ចាស់ចម្ងាយទាំង9ក៏បានត្រឡប់ទៅកាន់ចក្រវាឡដើមវិញឡហ្វុងក៏បាននិយាយថាលោកម្ចាស់ចម្ងាយទាំង9ពួកយើងត្រូវការព្រះពិត2នាក់ទៀតពីចក្រវាឡដើមមួយគឺមកពីសាលាបុព្វបុរសមួយទៀតគឺមកពីសម្ព័ន្ធសត្វលំហតើវាមានបញ្ហាដែរទេលោកម្ចាស់ចម្ងាយទាំង9ក៏បានងក់ក្បាលថាអូប៉ុណ្ណឹងគ្មានបញ្ហានោះទេសាលាបុព្វបុរសនិងសម្ព័ន្ធសត្វលំហគឺមានព្រះពិតច្រើនគួរសមដែរវាមិនអីនោះទេប៉ុន្តែឡហ្វុងលោកត្រូវតែប្រុងប្រយ័ត្ននេះគឺជាជំរករបស់សត្វលេបតបាក់ណាម្ចាស់ក្រុងក៏បាននិយាយផងដែរថាចម្ងាយទាំង9គេនិយាយពិតជាត្រឹមត្រូវកុំមើលស្រាលសត្វលេបតបាក់នោះអីឯងគួរតែដឹងអំពីលទ្ធផលរបស់ប្រថុយយេអីឡហ្វុងក៏បានងក់ក្បាលឆ្លើយថាបាទលោកគ្រូខ្ញុំគឺដឹងហើយខ្ញុំបញ្ជូនតែរាងកាយអំបូរម៉ូសារបស់ខ្ញុំទៅតែប៉ុណ្ណោះបើទោះបីជាមានរឿងអីកើតឡើងក៏ដោយក៏ខ្ញុំមិនមានបញ្ហាអ្វីធំដុំនោះដែរម្ចាស់ក្រុងគាត់ក៏អាចធូរចិត្តបានហើយព្រោះថាឡហ្វុងគាត់គឺមានរាងកាយច្រើនហើយរាងកាយអំបូរម៉ូសាគឺមិនខ្លាចការវាយប្រហា
ហាបលឹងនោះទេឥឡូវនេះលហ្វុងគាត់កំពុងតែគិតនៅពេលដែលលោកម្ចាស់ដទៃទៀតគឺបានជ្រើសរើសនៅព្រះពិតរបស់ខ្លួនរៀងៗខ្លួនត្រៀមនៅក្នុងការចេញដំណើរទៅលហ្វុងមុននឹងចេញដំណើរទៅគាត់នឹងទៅជួបជ័រសន្ធិមាសាទៀតយើងងាកទៅកាន់នៅក្នុងទឹកដីនៃភាពងងឹតដែលជាចំណុចស្នូលនៃអាណាចក្រកម្ពុជាផ្អៀងនៅក្នុងរូងដ៏ជ្រៅដែលពោពេញទៅដោយអាប់ខ្មៅបើសិនបើចូលទៅកាន់តែជ្រៅនោះពួកគេនឹងឃើញអាប់ខ្មៅកាន់តែក្រាស់ថាមពលពន្លឺមួយក៏បានបាញ់ចេញពីទឹកដីនៃភាពងងឹតបន្ទាប់មកវាក៏បានរសាត់បាត់ទៅមានសត្វចម្លែកដ៏ធំមួយវាក៏បានបញ្ចេញនៅចំហាយពន្លឺពណ៌ខ្មៅគ្រប់ផ្នែកនៃរាងកាយរបស់វាតែម្ដងសត្វមួយហ្នឹងវាមានក្បាលចំនួន2ហើយនៅលើក្បាលនីមួយៗគឺមានភ្នែកម្ខាងហើយច្រមុះឲ្យនឹងមាត់ហ្នឹងគឺដូចទូទៅនោះទេមានដៃ2ជើង2ចឹងទៅហើយនៅលើខ្លួនរបស់វាហ្នឹងគឺពោពេញទៅដោយស្នាមរបួសថែមទាំងផ្នែកខ្លះហ្នឹងក៏មានឈាមកំពុងតែតក់មកដែរឈាមរបស់វាហ្នឹងគឺជាឈាមពណ៌ខ្មៅទៀតផងបន្ទាប់មកសត្វមួយក្បាលនោះវាក៏បានលាតអណ្ដាតរបស់វាចេញមកដើម្បីលិតទៅលើស្នាមរបួសនៅលើខ្លួនរបស់វាក៏បាននិយាយថាបៃទីយើងគឺជាស្ដេចចុងក្រោយកុំតែយើងចាញ់បោកឯងនោះទេកុំអីឯងគ្មានប្រៀបមកលើយើងនោះឡើយឯងចង់សម្លាប់យើងមែនទេឯងចង់ស៊ីយើងមែនទេចាំមើលទៅវាមិនងាយស្រួលដូចជាការគិតរបស់ឯងនោះទេនៅរយៈពេលថ្មីនេះមានអាហារដ៏ឈ្ងុយឆ្ងាញ់ចំនួន2នាក់គឺបានចូលមកដល់ច្រកទ្វាររបស់យើងពួកមនុស្សល្ងងទាំង3នាក់នោះបែរជាវាយអាហារដ៏ឆ្ងាញ់របស់យើងឲ្យគេផ្អើលរត់ចេញទៅវិញបែបនេះបៃទីអើយបៃទីប្រហែលជាយើងមិនអាចវាយឯងបាននៅក្នុងសម្បុករបស់យើងទេប៉ុន្តែក្រៅពីស៊ីសាច់របស់សត្វលេបតបាក់ផ្សេងទៀតយើងក៏អាចលេបយកអាហារដ៏ឆ្ងាញ់ដើម្បីពង្រឹងខ្លួនឯងដែរយើងនឹងទៅកាន់ពិភពលោកខាងក្រៅព្រោះថានៅទីនោះគឺមានអាហារឆ្ងាញ់ហើយយើងនឹងបន្តស៊ីវាលេបវាអត់ឈប់ឈរពេលដែលយើងកាន់តែខ្លាំងនោះគឺជាពេលដែលយើងត្រឡប់មកវិញហើយយើងនឹងយកឈ្នះឯងឲ្យបានហើយពេលនោះហើយដែលជាយើងគឺជាអ្នកខ្លាយទៅជាស្ដេចចុងក្រោយបាទសម្ដីអំបញ្ញមិញគឺជាសម្ដីរបស់សត្វលេបតបាក់មួយនឹងឯងបន្តមកក៏មាននៅរលកធម្មពលមួយដែលបានហោះមកដល់ទីតាំងមួយហ្នឹងនោះគឺជាយានដ៏ធំមួយដែលកំពុងតែអណ្ដែតមនុស្ស2នាក់ក៏បានដើរចេញពីយានមួយហ្នឹងគឺជាអាត្រីចិនជានិងព្រះដូនតានាគថ្មពួកគេចេញមកក៏បញ្ញាប់គោរពទៅកាន់សត្វលេបតបាក់នឹងតែម្ដងដោយបាននិយាយថាលោកម្ចាស់បាទអញ្ចឹងអ្នកទាំងពីរគឺជាទេសកលរបស់សត្វលេបតបាក់ហ្នឹងឯងសត្វលេបតបាក់មួយហ្នឹងបានសម្លឹងមើលទៅកាន់ពួកគេទាំងពីរមួយផ្លែតក្រោយមកវាក៏បានប្រែកាឡាទៅជារាងកាយដែលស្តៀងជាមួយនឹងរាងកាយរបស់អ្នកទាំងពីរហ្នឹងឯងដោយវាព្យាយាមបំលែងពីរាងកាយដើមរបស់វាហើយថែមទាំងបន្លំជាមួយនឹងធម្មពលព្រះទៀតផងបើសិនបើនរណាគេម្នាក់ចង់ពិនិត្យមើលនោះគេប្រកាសជាអាចរកឃើញនៅធម្មពលព្រះអញ្ចឹងអាចនឹងគិតថាសត្វលេបតបាក់មួយហ្នឹងគឺជាទម្រង់ជីវិតដូចជាពួកគេអញ្ចឹងទៅសត្វលេបតបាក់វាក៏បាននិយាយទៅកាន់ទេសកលរបស់វាទាំងពីរហ្នឹងថាមើលតើយើងមើលទៅដូចនៅអាត្រីចិនជាជាមួយនឹងព្រះដូនតានាគថ្មក៏បានឆ្លើយថាបានដូចហើយលោកម្ចាស់សត្វលេបតបាក់វាក៏បាននិយាយថាយើងត្រូវការព័ត៌មានលម្អិតអំពីមហាសមុទ្រសកលប្រាប់យើងអំពីអ្នកខ្លាំងទាំងអស់នៅក្នុងមហាសមុទ្រសកលមកអាត្រីចិនជាក៏ដូចជាព្រះដូនតានាគថ្មសម្លឹងមើលគ្នាទៅវិញទៅមកដោយក្នុងចិត្តរបស់ពួកគេនឹងកំពុងតែឆ្ងល់តើលោកម្ចាស់របស់គេដែលជាសត្វលេបតបាក់ហ្នឹងចង់ចេញទៅកាន់មហាសមុទ្រសកលពួកគេរំភើបចិត្តមែនទែនបន្ទាប់ពីផ្កាយរន្ទះគេបានស្លាប់សត្រូវទៅមួយគត់របស់ពួកគេគឺជាលហ្វឹងនឹងឯងដែលជាហេតុធ្វើឲ្យពួកគេក៏បានចាក់ចេញបន្ទាប់ពីបានឮអំពីគេឈ្មោះដ៏ខ្លាំងក្លារបស់លហ្វឹងសូម្បីតែនៅក្នុងពិភពជីនក៏ដោយលហ្វឹងគឺអាចធ្វើនៅរឿងរ៉ាវជាច្រើនបានធ្វើឲ្យគេតនាមរបស់គាត់នឹងគឺល្បីល្បាញខ្លាំងដែលជាហេតុធ្វើឲ្យអ្នកទាំងពីរហ្នឹងគឺបានមកជ្រកកោននៅក្នុងសម្បុករបស់សត្វលេបតបាក់នឹងដែរទៅបាទហើយនេះគឺជាសាច់រឿងរបស់យើងនៅក្នុងថ្ងៃនេះជាចុងក្រោយមានក៏សូមធ្វើការអរគុណទៅកាន់អ្នកក្លាហានដែលបានឧបត្ថម្ភមកកាន់ admin ដែលមានដូចជាអ្នកក្លាហានឡុនលីហួរចំនួន50សេនអ្នកក្លាហានសឿមសូស៊ួយចំនួន50សេនដូចគ្នាដែរនិងអ្នកក្លាហានដទៃទៀតដែលបានទស្សនាវីដេអូរបស់ admin តាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចចុច like និង subscribe ឲ្យ admin ម្នាក់មួយផងអរគុណច្រើនយើងចាំជួបគ្នានៅវីដេអូក្រោយ